សួស្តីអ្នកទាំងអស់គ្នាខ្ញុំមូសាកាយើងមកបន្តសាច់រឿងរបស់យើងមិត្តប្រុសរបស់ខ្ញុំគឺជាខ្មោចភាគ46និង47របស់យើងទៀតតាមមកចូលសាច់រឿងរបស់យើងសូមអ្នកទាំងអស់គ្នាជួយ like comment subscribe ដាក់សញ្ញារូបនឹងឲ្យខ្ញុំផងណាដូច្នេះហើយកុំឲ្យខាតពេលយើងចូលសាច់រឿងរបស់យើងទៅការពិភាក្សាមុននៅក្នុងភាគនេះគូនវូមកសួរតការអូនហាថាតានាងដឹងអត់ថាពាក្យថាភ្ញៀវនឹងមានន័យថាម៉េចទេអូនហាបន្ទាប់ពីលើសំណួររបស់គូនវូសួរអញ្ចឹងហើយនាងរៀងភ្លឹកដែរហើយយើងក៏លេចទៅមើលនាឡិកាវិញវាចាប់ផ្ដើមដើរម្ដងតិចហើយបច្ចុប្បន្នវាគឺនៅម៉ោង7ព្រឹកពួកគេទាំងពីរកំពុងតែប្រឈមមុខដាក់គ្នាដោយអង្គមវូចាប់ផ្ដើមប្រាប់តកាន់អូនហាថាលោកតារបស់ខ្ញុំជាអ្នកស្រាវជ្រាវអំពីទំនៀមទម្លាប់និងរឿងព្រេងបុរាណយ៉ាងណាមិញគាត់សិក្សាអំពីរឿងរ៉ាវដែលបានកើតឡើងបន្តចាប់តាំងពីសម័យបុរាណមកម្ល៉េះអូនហាបន្តពីដឹងអញ្ចឹងហើយប្រហែលជាពួកគេកំពុងតែធ្វើការចរចាជាមួយគ្នាហើយយើងក៏មិនដឹងដែរថាពួកគេនឹងកំពុងតែនិយាយអ្វីនោះទេបន្តមកអូនហាក៏បានរត់សម្ដៅទៅកាន់ផ្ទះនាងយ៉ាងលឿនបន្តមកនាងក៏បានបើកកេះទូរបស់នាងនឹងហើយក៏បានលូកយកទៅកាន់វ៉កមែនដើម្បីប្រកបទៅកាន់គូនវូនេះវ៉កមែននេះបន្តពីឃើញអញ្ចឹងហើយគាត់ក៏បានសួរទៅកាន់នាងអូនហាតែនៅផ្ទះរបស់នាងមានខ្សែមួយដែរទេហើយគាត់នោះបានធ្វើខ្សែក៏ក្រមកាមដោយគាត់នោះបានរំលែកវាពីខ្សែដៃរបស់គាត់ពាក់កណ្ដាលដើម្បីប្រកបទៅកាន់អូនហាយកទៅខ្ញុំបានធ្វើខ្សែកមួយពីក្រសូតពាក់កណ្ដាលដូច្នេះនាងអាចលាក់វានៅក្រោមសម្លៀកបំពាក់របស់នាងបានលោកបោវ៉ាន់តាយើងពិតជាគួរក៏សរសើរមែនមិនថាមិនភ្លាឬអត់នោះទេគឺថាតស៊ូដើម្បីតែជួយសង្គ្រោះមនុស្សម្នាក់កូនវូបានបន្តនិយាយប្រាប់ទៅកាន់នាងទោះជាយ៉ាងនេះក៏ដោយអធិពលរបស់វាមិនថយចុះទេបើអ្វីដែលនាងបាននិយាយវាជាការពិតនោះដោយសារតែខ្សែក្រសូតអធិដ្ឋាននេះនាងអាចរកឃើញវិញ្ញាណរបស់លោកគ្រូហ្វាំងដូម៉ានមែនខ្ញុំគិតថាវិញ្ញាណនោះដឹងពីរបៀបស្ដារខ្លួនឡើងវិញព្រោះវាជាវត្ថុដែលត្រូវបាននាំមកពីភពរបស់ពួកគេតែនៅមើលទៅលោកគ្រូហ្វាំងដូមិនទាន់បានស្លាប់ពិតប្រាកដនោះទេអង្គរៀនបានឈានចូលមកដល់នៅម៉ោង8:10នាទីយើងក៏បានឃើញអូនហានាងកំពុងតែស្ថិតនៅក្នុងថ្នាក់ជាមួយនឹងលបងខ្មោចយើងនៅពេលវេលាជាមួយនឹងគ្នានឹងផងដែរនាងក៏បាននឹកឃើញពីសម្ដីរបស់លបងកូនវូប្រសិនបើមានវិញ្ញាណនៅក្បែរនោះអក្សរនៅលើខ្សែក្រសូតអធិដ្ឋាននឹងលេចឡើងជាមិនខានហើយប្រសិនបើគ្រាប់សូតអធិដ្ឋានបានប្រែទៅជាពណ៌ខ្មៅនៅពេលនោះវាមានន័យថាមានវិញ្ញាណអាក្រក់មួយដែលបានសម្លាប់មនុស្សសម្រាប់អាចារ្យអូនហានាងក៏មានការព្រួយបារម្ភចំពោះរឿងនឹងផងដែរយ៉ាងណាមិញនាងកំពុងតែសាកល្បងទៅកាន់លបងខ្មោចយើងហើយទូស្រីយើងក៏បាននឹកឃើញនៅពេលដែលនាងកំពុងតែសួរទៅកាន់លបងវ៉ែនតាយើងតែសិច្បងប្រសិនបើជាក្រសូតអធិដ្ឋានទាំងអស់ប្រែទៅជាពណ៌ខ្មៅវិញនោះមិនវិញបន្ទាប់ពីលើសំណួរអញ្ចឹងហើយក៏បានរត់ឆ្លើយប៉ុន្តែត្រូវបានកាត់ចោលត្រឹមនឹងយើងបានមកមើលលបងហេស៊ូយើងវិញមួយថ្ងៃមើលតែខាងក្រៅមកងួយនឹងឯងគ្មានតែធ្វើស្អីនោះទេតែនៅមើលទៅហាក់បីជាគាត់នឹងកំពុងតែរងចាំអ្វីមួយអញ្ចឹងហើយយើងក៏បានចាប់អារម្មណ៍ផងដែរថាអូនហានិងហេស៊ូហាក់បីជាមិនបាននិយាយនៅម៉ោងរៀននោះទេហើយនៅម៉ោង12:20នាទីថ្ងៃយើងឃើញអាចារ្យអូនហានាងកំពុងតែដើរសម្ដៅទៅកាន់កន្លែងមួយហើយកន្លែងនោះគឺជាបន្ទប់ក្រុមប្រឹក្សាសិស្សនិស្សិតយើងបានគិតថាលោកគ្រូហ្វាំងដូនឹងធ្លាប់និយាយថាគាត់បានកែប្រែឃ្លាំងនោះដោយខ្លួនឯងដើម្បីប្រើជាបន្ទប់យាមពេលយករបស់គ្រូបង្រៀនហើយជាបន្ទប់បណ្ដោះអាសន្នក្រុមប្រឹក្សាសិស្សនិស្សិតពីព្រោះតែលោកគ្រូហ្វាំងដូជាមនុស្សតែម្នាក់ក៏ដែលបានព្យួរគេថាការពីការមើលឃើញរបស់ខ្មោចខ្ញុំសង្ឃឹមថាខ្ញុំមិនប្រញាប់ពេកទេហើយនាងក៏បានប៉ះទៅកាន់ខ្សែកមួយនឹងពេលហ្នឹងអូនហាស្រាប់តែចាប់អារម្មណ៍ថាខ្សែករបស់នាងចាប់ផ្ដើមដំណើរការហើយគ្រានឹងផងដែរអ្វីដែលយើងមិននឹកស្មានដល់នោះយើងបានលើកសម្លេងរបស់លោកគ្រូហ្វាំងដូដែលបានហៅទៅកាន់អូនហានាងបានរួចพ้នដោយសុវត្ថិភាពហើយមែនទេវាពិតជាធ្វើឲ្យខ្ញុំធូរស្រាលណាស់យ៉ាងម៉េចនាងអាចលើកខ្ញុំទេខ្ញុំចង់និយាយជាមួយនឹងនាងជាច្រើនដងប៉ុន្តែដោយសារតែនាងមិនទាន់បើកចំហខ្ញុំមិនអាចឃើញនាងសូម្បីតែស្ដាប់សម្លេងនាងក៏មិនបានដែរដូច្នេះខ្ញុំឆ្ងល់ថាតើនេះជាលើកចុងក្រោយឬអត់គ្រូហ្វាំងដូគាត់បារម្ភថាខ្លាចគាត់នឹងមិនបាននិយាយជាមួយនឹងអាចារ្យអូនហាយើងខ្ញុំឬគុំបារម្ភពីខ្ញុំអីតាំងពីពេលនោះមកខ្ញុំតែងតែនៅទីនេះជីទូទៅហេស៊ូមិនណែមកឆ្ងាយដល់ទីនេះទេហើយអូនហានាងក៏បានលើកយកវ៉ងមែននោះបង្ហាញឲ្យលោកគ្រូហ្វាំងដូមើលគ្រូហ្វាំងដូដល់ឃើញចឹងទៅគាត់ឡើងភ្ញាក់ហ្មងនាងអាចទាញវាចេញពីចិត្តក្រោមស្មារតីបានមែនទេដើម្បីបោកវ៉ងមែននេះយើងក៏មិនដឹងដែរថាគាត់នឹងបាននិយាយអ្វីនោះទេបន្ទាប់ពីនោះអូនហានាងក៏បានដើរចូលទៅខាងក្នុងបន្ទប់ក្រុមប្រឹក្សាសិស្សនិស្សិតហ្នឹងហើយយើងក៏លេងមកមើលលោកបងហេស៊ូវិញនិយាយពីថាកំសត់នោះកំសមអង្គុយនៅកណ្ដាលភ្លាហ្នឹងឯងហើយលោកបងខ្មោចយើងហ្នឹងបានក៏លេងមើលទៅជ្រុំមកខាងដោយបានដោយដង្ហើមធំប្រហែលជាខ្មោចម្នាក់ហ្នឹងស្អប់ការរងចាំឲ្យមើលទៅនៅក្នុងពេលតែមួយនឹងផងដែរនៅម៉ោង12:47នាទីថ្ងៃត្រង់យើងក៏បានឃើញអាចារ្យអូនហានាងបានដើរចេញពីបន្ទប់ក្រុមប្រឹក្សាសិស្សនិស្សិតផងដែរទាំងដែរសភាពរបស់នាងតស្លុតខ្លាំងណាស់ប្រហែលជានាងបានស្ដាប់ឮរឿងរ៉ាវអំពីអាកំបាំងហេស៊ូឲ្យមើលទៅបានជានាងដើរបដាគិតថាខ្សែនៅក្នុងវ៉កមែននោះគឺលីហេស៊ូនឹងញោមជីនហូហើយនឹងភ្ញៀវការអញ្ជើញនឹងការក្បត់ហើយហ្នឹងហើយយើងក៏មិនដឹងដែរថានាងបានដឹងរឿងរ៉ាវអ្វីខ្លះដែលមិនដែរធ្វើឲ្យទឹកមុខរបស់នាងមើលទៅពិតជាមុខស្មាយនឹងពិបាកយកខ្លាំងណាស់ហើយពេលវេលាគឺកាន់តែខើយទៅនៅម៉ោង4:20នាទីល្ងាចហើយមេឃភ្លៀងនៅតែបន្តភ្លៀងអត់ឈប់ឈរចំណែកអូនហានាងកំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ផ្ទះរបស់នាងប៉ុន្តែត្រូវបានហេស៊ូបានបង្ហាញខ្លួនហើយក៏បានហៅទៅកាន់នាងអូនហាឈប់សិនដោយសារតែគាត់មានអារម្មណ៍ថាសង្ស័យទៅកាន់នាងអាចារ្យអូនហាលើអញ្ចឹងទៅនាងក៏បានឈប់ហើយហេស៊ូនឹងក៏បានសួរទៅកាន់នាងដោយមានការព្រួយបារម្ភហើយយើងនឹងបានឈឺមែនណាអាចារ្យអូនហាដល់លើអញ្ចឹងទៅនាងក៏បានកលេចមើលជុំវិញនឹងមែនហើយនៅជុំវិញនេះនៅមានមនុស្ស
មនុស្សច្រើននៅឡើយទេចាយើងដោយសារតែឃើញមនុស្សច្រើនចឹងនាងក៏បានធ្វើជាការសម្ដែងដើម្បីយកទូរស័ព្ទនាងធ្វើដូចជាមាននាងទេមកកាន់នាងចឹងនាងក៏បានប្រាប់ទៅកាន់គាត់ទៅអត់ទេប៉ុន្តែហេតុអ្វីបានជាលោកសួរបែបនេះលោកបងខ្មោចយើងក៏បានតបទាំងបន្តសង្ស័យទៅតាំងពីព្រឹងមកយើងនឹងហាក់ដូចជាមិនមែនជាខ្លួនឯងទេបីតែអាកាសធាតុក៏ត្រជាក់ដែរមានប្រាប់ឲ្យហើយលោកបងខ្មោចយើងមានភ្នែកមុតទៅណាប៉កែសង្ស័យហើយប៉កែចាប់បានទៀតថាមិនខ្លាំងមិនឆ្លាតមិនប៉កែមិនគេហៅថាខ្មោច VIP បានទៅអូនហាមិនទៅពីស្ដាប់ការប្រួយបារម្ភរបស់ហេស៊ូមកនាងក៏បានប្រាប់ទៅកាន់គាត់ទៅកុំឲ្យគាត់មានការប្រួយបារម្ភអីខ្ញុំមិនអីទេហើយខ្ញុំក៏មិនបានជឿអ្វីទាំងអស់ប៉ុន្តែហេស៊ូមិនជឿទេគាត់ក៏បានទាញឆៃរបស់នាងឡើងហើយហេស៊ូបាននិយាយទៅកាន់អូនហាទាំងមានអារម្មណ៍ថាសង្ស័យខ្លាំងមែនទែនតើនាងកំពុងតែលាអ្វីពីខ្ញុំមែនទេអូនហានាងក៏បានទៅកាន់គាត់ធ្វើដូចជាមិនដឹងមកលើអញ្ចឹងលាតើលោកចង់និយាយថាម៉េចហ្នឹងគាត់ក៏បានសួរវិជាទៅកាន់នាងតាមពិតទៅមិនមានរឿងអ្វីកើតឡើងទេមែនទេពេលនេះអូនហានាងចាប់ផ្លឹកដឹងហើយថាខ្សែកចាប់ផ្ដើមដំណើរការពេលដែលហេស៊ូនៅចិត្តវីឬនៅក្បែរវីអញ្ចឹងហើយវាចាប់ផ្ដើមប្រតិកម្មយ៉ាងណាក៏ដោយអូនហានៅតែធ្វើជាសួរទៅកាន់ហេស៊ូយើងតែកំពុងតែលាអ្វីមួយហើយមិនមែនខ្ញុំទេឬថ្មីនេះលោកតែងតែសម្លឹងមើលទៅខាងក្រៅតាមបង្អួចជានិច្ចដូចជាកំពុងរងចាំនរណាម្នាក់អញ្ចឹងហេស៊ូបន្ទាប់ពីលើអាចារ្យយើងនិយាយអញ្ចឹងហើយគ្នាមិនដឹងថាតបថាម៉េចបើវាមែនហ្នឹងណាតពីហ្នឹងគាត់ក៏បានប្រឡែងឆាតរបស់អូនហាហើយក៏បានធ្វើជានិយាយប៉ុន្មានហើយមានរឿងមួយដែលនឹងធ្វើឲ្យយើងនឹងសប្បាយចិត្តជាមិនខានហើយវានឹងកើតឡើងក្នុងពេលឆាប់ៗនេះឯងមិនដឹងថាធ្វើឲ្យសប្បាយចិត្តឬក៏ធ្វើឲ្យកាត់ទុំថែមនោះទេcôនឹងក៏បានចាប់ផ្ដើមញញឹមទៅកាន់អូនហាតែតមកចំណែកយកតែម្ដងប្រហែលជាថ្ងៃនេះឬក៏ថ្ងៃស្អែកខ្ញុំមិនដឹងថាហេតុអ្វីទេប៉ុន្តែខ្ញុំមានអារម្មណ៍បែបនោះបន្ទាប់ពីគាត់បាននិយាយបែបហ្នឹងហើយគាត់ក៏បានលើកដៃបាយទៅកាន់អាចារ្យអូនហាយើងយ៉ាងណាក៏ដោយខ្ញុំយល់ហើយជួបគ្នានៅក្នុងសាលាណាអូនហាណែអាចារ្យអូនហានេះមិនបាននិយាយអ្វីនោះទេប៉ុន្តែទឹកមុខរបស់នាងបានបញ្ជាក់រួចទៅហើយនាងក៏បានដើរចាចេញពីសាលាហើយនៅតាមផ្លូវវិញនាងមើលទៅពិតជាដោយរូបចម្លាក់អញ្ចឹងព្រាមនឹងនាងក៏បានឈំនៅក្បាលមង្គលភ្លើងសារតែនាងស្ទើរតែមិនអាចទប់ខ្លួនឯងមិនចង់បាននោះទេដោយសារតែខ្សែករបស់នាងនឹងបានចាប់ផ្ដើមប្រតិកម្មហើយវាមិនមែនខ្មៅតែមួយទេគឺខ្មៅទាំងអស់យកហ្មងនឹងថាជាលបយើងនឹងក៏ធ្វើស្អីខ្លះទេសម្រាប់មនុស្សនឹងប្រមាណអ្នកទេមើលទៅប្រហែលជារាប់រយនាក់ហើយបានជាវាខ្មៅទាំងអស់អញ្ចឹងហ៎តែទាំងមួយរបស់ចាយយើងទៅមិននឹងថាគ្នាឡើងញាប់ញ័រប៉ុណ្ណាទេមិនតបពីឃើញបែបហ្នឹងលក្ខណៈថាឃើញឲ្យចង់កេះបេះដូងឬសោះច្រើនពេកហើយយើងនៅមិញពេលយកក៏បានឈានចូលមកដល់ណែឯនៅពេលវេលានេះគឺម៉ោង10ចិត្តឈានចូលម៉ោង11រួចទៅហើយនាឡិកាវាក៏បានឈានចូលម៉ោង11រួចជាការស្រេចយើងបែរមកមើលនៅក្នុងអគារហាមឃាត់វិញយើងបានលើកសំឡេងនរណាម្នាក់បាននិយាយថាហើយអីនឹងរៀបចំអីវ៉ាន់ទាំងអស់រួចហើយឬនៅពួកគេនិយាយអញ្ចឹងហើយពួកគេក៏បានធ្វើការបំបែកកញ្ចក់នៅក្បែរហ្នឹងហើយទាំងនោះគឺគ្មានអ្វីក្រៅពីអ្នកហ្នឹងទេគឺខ្ពុនប៊ុនណាហើយជាមួយនឹងគឹមថេរិនហើយយីប៉ែគឹមថេរិននឹងបាននិយាយទៅកាន់ខ្ពុនប៊ុនណាថាវិនិច្ឆ័យឲ្យបានត្រឹមត្រូវណាខ្ពុនប៊ុនណាឯងនេះគួរតែចេះចាប់ផ្ដើមរៀបចំជីវិតខ្លួនឯងបានហើយនេះគឺជាឱកាសចុងក្រោយរបស់ឯងណាមិនដឹងថាជាឱកាសចុងក្រោយឬក៏ជីវិតចុងក្រោយទេពីព្រោះអីយីប៉ែសាប់ពណ៌កាឈូនឹងចាប់ផ្ដើមមានអារម្មណ៍ថាសង្ស័យមានអារម្មណ៍ថាមិនស្រួលមិនដឹងទេនេះថាមទាំងងាកសួរទៅកាន់គឹមថេរិននឹងបញ្ជាក់គឹមថេរិនណាតើនេះពិតជាការប៉ັດមែនអត់សម្បីតែពេលនេះពួកយើងកំពុងតែធ្វើរឿងឈួតលីលាមែនទេយើងមើលតែទឹកមុខរបស់យីប៉ែគឹមថេរិននឹងទៅដូចជាមិនសូវអាម៉េចទេយ៉ាងណាក៏ដោយលើនេះមានផ្លូវត្រឡប់ក្រោយទៀតទេវើយលក្ខណៈថាជ្រុលជាម៉ែមកហ្មងទៅមិនទៅវិញទេបើថាងាប់ទាំងពីរនាក់ហ្មងទៅយើងជា best friend មួយគ្នាប៉ុន្តែ best friend ទាំងពីរនាក់នេះគឺ fake to fake តែម្ដងតែមុននឹងពួកគេចាប់ផ្ដើមពិធីហ្នឹងគេក៏បានបង្ហាញពី10ឆ្នាំមុននៅក្នុងឆ្នាំ1998ដែលជានៅដើមរដូវក្តៅហើយត្រូវជាអគារសាលាហាងឃាត់របស់ទូប្រុសដែលយើងជាអ្នកកាន់កាប់ហ្នឹងនៅពេលហ្នឹងយើងក៏បានលើសម្លេងរបស់មនុស្សណាម្នាក់បាននិយាយប្រកាសហើយមែនទេថាអ្នកទាំងអស់គ្នាបានចេញទៅអស់ហើយនៅក្នុងពេលជាមួយនឹងគ្នាផងដែរយើងក៏បានឃើញសិស្សស្រី3នាក់កំពុងតែជួបជុំគ្នាដូចជាកំពុងរៀបចំពិធីអ្វីមួយអញ្ចឹងនៅក្នុងចំណោមសិស្សស្រី3នាក់ហ្នឹងយើងទំនងឃើញនារីសក់សេះហ្នឹងដូចជាទំនងជាអ្នកចាប់ផ្ដើមពិធីមួយហ្នឹងហើយនារីសក់សេះហ្នឹងបានប្រាប់ការគ្នារបស់នាងថាមកជុំគ្នាត្រង់នេះមកដល់នាងសួរទៅកាន់ពួកគេថាយ៉ាងម៉េចដែរស្ដាប់ទៅវាហាក់ដូចជាសប្បាយណាស់មិនមែនទេហើយនារីសក់ពតក្រូនហ្នឹងក៏បាននិយាយដែរនិយាយមែនតែនទៅឯងពិតជាមិនគួរឲ្យជឿមែនហើយគ្នារបស់នាងក៏បានសួរទៅកាន់នាងផងដែរថាឯងទៅរកកំណត់ធ្វើសិភៅបែបនេះមកពីណាហើយនារីសក់សេះហ្នឹងក៏បានតបទៅហេខ្ញុំពុកបានល្អណាស់មែនទេហើយនាងក៏បានលើកសិភៅហ្នឹងយកមកបង្ហាញហើយវាគឺជាសិភៅពណ៌ក្រហមហ្នឹងឯងហើយនាងក៏ជាមនុស្សម្នាក់ដែលបានបង្កើតសិភៅហ្នឹងផងដែរហើយនាងក៏បានរៀបរាប់ពីរបៀបដែលនាងបានធ្វើសិភៅហ្នឹងឡើងថានៅក្នុងភាពយន្តថ្មីមួយដែលទៅតែចាប់បញ្ចាំមានសិភៅមួយដែលអាចធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញបានវាពិតជាគួរឲ្យព្រឺសម្បល់ហើយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដូច្នេះហើយខ្ញុំក៏ធ្វើសិភៅដូចគ្នានោះដែរតមកគ្នារបស់នាងក៏បានសួរតកានាងចង់តែពិធីហៅវិញ្ញាណដែលមានឈ្មោះថាការអញ្ជើញភ្ញៀវក៏មាននៅក្នុងភាពយន្តនោះដែរមែនទេហើយនាងក៏បានបដិសេធតែវាគ្រាន់តែជាការបូកបញ្ចូលគ្នានៃរឿងផ្សេងនឹងឯងដែលខ្ញុំបានប្រមូលពីទស្សនវិស័យអំពីរឿងអបិយជំនឿប៉ុណ្ណោះហើយចំណែកនៃការរៀបចំតូននៅបំភ្លឺភ្លើងទៀនខ្ញុំយកវាមកពីទស្សនវិស័យពិភពវិញ្ញាណដែលចេញផ្សាយពិសេសសម្រាប់ឆ្នាំថ្មីរីឯចំណែកទំនៀមទម្លាប់ប្រាជ្ញា
ជារបស់ខ្លួនជីដងវាយវិញខ្ញុំបានដកស្រង់វាពីទស្សនវដ្តីជាបំរាមដល់គ្រោះថ្នាក់ដែលទៅតែចេញផ្សាយថ្មីនេះអាយ៉ាលើតែចំណងជើងចឹងទៅគ្នាឡើងអស់អារម្មណ៍បដ ហើយនេះពិតជាបំរាមដល់គ្រោះថ្នាក់មែនការប្រើឈាមបែបនេះមិនច្រកពេកទេឬមែនហើយការដែលឈានដល់ថ្នាក់ប្រើឈាមគឺហាក់ដូចជាហួសហេតុពេកបន្តិចមែនម្យ៉ាងទៀតនៅសាលារបស់យើងស្រាប់តែមានពាក្យចចាមបារាមជាច្រើនអំពីខ្មោចរួចទៅហើយលើសពីនេះទៅទៀតពួកយើងកំពុងតែធ្វើរឿងនេះនៅក្នុងថ្នាក់របស់អ្នកផ្សេងទៀតផងនាងក៏បានប្រតិកម្មពួកគេហេបើចង់ឲ្យវាមានប្រតិកម្មយ៉ាងហោចណាស់អ្នកត្រូវតែធ្វើដល់កម្រិតនេះមិនមែនអ្នកទេឬដែលនិយាយថាវានឹងសប្បាយណាស់នៅអំឡុងពេលដែលពួកគេកំពុងតែឆ្លោះប្រកែកគ្នានឹងក៏មានបុរសម្នាក់ដែលបានដើរចូលមកក្នុងថ្នាក់របស់គេរួចគាត់ក៏បានហៅទៅកាន់គេហេហើយគាត់បានសួរទៅកាន់ពួកនាងថាពួកអ្នកកំពុងតែធ្វើអ្វីនៅក្នុងថ្នាក់របស់អ្នកផ្សេងហ្នឹងហើយពួកនាងបន្ទាប់ពីឃើញម្ចាស់តុកគេបានមកអញ្ចឹងពួកនាងឡើងភ្ញាក់បដ ហើយនារីសខ្លីនោះបាននិយាយថាពួកឯងឆាប់មើលនោះហ៎គឺគាត់នឹងមិនមែនជាមនុស្សឆ្កួងបំផុសប្រចាំថ្នាក់ឆ្នាំទី1ហ្នឹងហ៎ចាគ្រាន់តែលឺរហស្សនីរបស់លបងហ្នឹងក៏ដឹងដែរថាទំនើងមែនហើយទាំងនោះគ្មានអ្វីក្រៅពីលបងយំជីនហូនឹងឯងគាត់នឹងក៏បានដើរសណ្ដើរទៅកាន់ពួកនាងហើយសួរទៅកាន់ពួកនាងហ្នឹងដោយសង្ស័យថាចុំនេះជាស្អីហ្នឹងម្ចាស់ដែលនាំអាគេហ្នឹងឃើញអញ្ចឹងទៅនាងក៏បានយកកបិតហ្នឹងយកទៅលាក់ដោយនិយាយថាសូមលោកជួយរក្សាវាជាសម្ងាត់រវាងពួកយើងផងបានអត់ពួកយើងគ្រាន់តែកំពុងធ្វើអ្វីមួយដើម្បីតែកំសាន្តប៉ុណ្ណោះពួកយើងមិនដឹងថានេះជាកន្លែងអង្គុយរបស់លោកទេគាត់នឹងក៏បានតតកាន់នេះហាក់បីជាខឹងអាម៉េចទេនាងប៉ាច់ជាធ្វើឲ្យរឿងតូចតាចខ្លាចជារឿងធំពេកហើយបន្ទាប់មកក៏បានដេញទៅកាន់ពួកនាងហេឆាប់ចេញពីទីនេះភ្លាមទៅពួកនាងក៏បានប្រាប់ទៅពួកយើងមិនបានកុហកឬក៏លេអ្វីនោះទេគាត់បាននិយាយប្រាប់ទៅកាន់ពួកគេសាជាថ្មីខ្ញុំប្រាប់ថាឲ្យចេញទៅភ្លាមទៅតែគាត់ស្រាប់តែបញ្ឈប់ទៅកាន់ពួកនាងចាំមួយផ្លេសិនរបស់ដែលនាងកំពុងតែលះនៅពីក្រោយខ្នងរបស់នាងឥឡូវនេះវាជាកំបិតកាត់កដាស់មែនទេហាយើងដល់ឃើញលបងជីនហូយើងនឹងនិយាយកំហុសដាក់នាងខ្លាំងពេកអញ្ចឹងទៅនាងក៏ភ័យក៏បានជ្រោដៃនឹងយកកបិតនឹងវះចោលដៃរបស់គាត់ឲ្យចេញឈាមយកតែម្ដងហើយលបងជីនហូយើងឃើញអញ្ចឹងហើយឡើងគៀងចប់បានអ្នកដែលធ្វើឲ្យគេរបួសនឹងចាប់ផ្ដើមភ័យខ្លួនហើយដោយនិយាយទៅកាន់គាត់ថាខ្ញុំភ័យពេកអញ្ចឹងហើយខ្ញុំមិនបានធ្វើវាទេវាគ្រាន់តែដោយសារតែអចេតនាទេខ្ញុំស្ទើរតែមិនបានដឹងខ្លួនផងថាមានរឿងនោះកើតឡើងទៅពីនាងបាននិយាយអញ្ចឹងហើយនាងក៏បានទម្លាក់កបិតចុះហើយក៏បានរត់ចាក់ចេញពីគាត់ខ្លាចគាត់នឹងវាយនាងនៅឃើញអញ្ចឹងទៅក៏បានសួរដែរហេឯងទៅណាម្នាក់ឯងនឹងឃើញអញ្ចឹងទៅនាងក៏បានរត់ទៅតាមផងដែរនៅធ្វើអីទៀតគេវាយងាប់លើហើយតោះទៅជាមួយគ្នាហើយលបងជីនហូយើងឃើញអញ្ចឹងគ្នាឡើងហួសចិត្តចំម៉ែពួកនេះធ្វើឲ្យអញរបួសហើយរត់ចោលអញទៀតហើយពួកគេឈួតទាំងស្រុងហើយមែនទេគាត់ថែមតានិយាយទាំងក្តាប់ដៃទាំងខឹងថារឿងទាំងនេះវាគ្មានហេតុផលសោះពួកគេខ្សុកសៀវគ្នាហើយយកកំបិតមកធ្វើឲ្យគេរបួសផងនេះហើយរត់គេចខ្លួនបាត់យ៉ាងណាក៏ដោយតែមើលទៅលបងជីនហូយើងនេះប្រហែលជាយកច្រឡំទៅកាន់ពួកគេហើយគាត់មានតែដឹងខ្យល់ស្អីទេហើយលបងនឹងគឺថាមកចំពេលសោយហ្មងលបងនឹងចេញមកកន្លះសោយគ្រប់ពេលគឺថាស្គួនមែនវើយហើយគាត់នឹងក៏បានចាប់អារម្មណ៍ទៅកាន់សិភៅនឹងហើយនេះជារឿងស្អីទៀតហើយនឹងហត់ហ្មងណាហើយលបងនឹងក៏បានយកសិភៅនឹងយកមកអានហើយទាំងដៃរបស់គាត់នឹងក៏ដល់នឹងចេញឈាមហើយអាគាត់នឹងគ្មានតែដឹងខ្យល់ថាពិធីនឹងកំពុងតែដំណើរការនោះទេគឺថាខ្វះតែឈាមមួយមុខគាត់គឺដំណើរការភ្លាមយកតែម្ដងដល់គាត់បាននិយាយឡើងទាំងឆ្ងល់ថាតើកណ្ដាស់មួយសន្លឹកនេះគឺជាអ្វីនឹងមើលទៅតើពួកគេបានសរសេរអ្វីនៅលើវានឹងសូមស្វាគមន៍ភ្ញៀវចំណែកឯឈាមរបស់គាត់នឹងក៏បានហូរស្រង់តទៅនឹងដំវាយដែលគេបានសែនហើយវាប្រហែលជាដំណើរការរួចទៅហើយពីព្រោះអីយើងឃើញថាផ្សែងក្រហមនឹងចាប់ផ្ដើមលេចឡើងហើយលបងនឹងមើលសភៅនឹងហើយក៏បានបិទទុកតែនៅមើលទៅប្រហែលជាលីហេស៊ូជាមួយនឹងជីនហូនឹងខ្លាចជាមិត្តភក្តិជាមួយនឹងគ្នានឹងប្រហែលជាការកោះហៅនេះគឺជាការកោះហៅដល់ចៃដន្យតែប៉ុណ្ណោះបន្ទាប់ពីជីនហូមើលហើយក៏បានចេះតកាន់ពួកគេពួកមនុស្សឆ្កួតវាក៏ជ្រឹកទាំងនេះពិតជាចំមែនហើយនេះជារឿងឆ្កួតស្អីទៀតហើយហ្នឹងពួកអាល្ងងខ្លោទាំងនេះសាំមែនក្រោយបើឲ្យខ្ញុំជួបពួកឯងម្ដងទៀតសារតែមើលទៅវើយហើយកម្មបច្ចុប្បន្នវិញថេរីបានប្រាប់តកាន់បូណាថាមើលមកកាន់ទីនេះមកសម្រាប់ការណែនាំអំពីវិធីបណ្ដេញភ្ញៀវចេញឯងគ្រាន់តែធ្វើតាមអ្វីដែលបានសរសេរនៅទំព័រចុងក្រោយទៅបានហើយអ្វីដែលឯងត្រូវធ្វើគឺគ្រាន់តែធ្វើតាមសិភៅនេះតែប៉ុណ្ណោះពិធីអញ្ជើញភ្ញៀវគឺជាប្រភេទនៃការហៅវិញ្ញាណដែលអញ្ជើញខ្មោចមកធ្វើជាភ្ញៀវក្នុងករណីនេះប្រសិនបើភ្ញៀវមិនពេញចិត្តនឹងការទទួលស្វាគមន៍ទេអ្នកត្រូវតែបញ្ចុះបញ្ចូលឲ្យវាចាស់ចេញដោយសុភាពរាបសារហើយយេពេធីរីនឹងក៏បានផ្ដាំទៅកាន់បូណាផងដែរឯងត្រូវតែធ្វើវាឲ្យអស់ពីចិត្តដឹងទេដើម្បីរៀបចំកន្លែងសម្រាប់ទទួលវិញ្ញាណឯងត្រូវតែក្រាលកំប្រាឬក្រណាត់មួយហើយដាក់ទុកមួយនៅពីលើវាហើយពួកគេបន្ទាប់ពីរៀបចំដើម្បីទាំងអស់នេះហើយនាងក៏បានប្រាប់ទៅកាន់បូណាផងដែរសិស្សដែលមកជាមួយអ្នកធ្វើពិធីសាមញ្ញបានប្រាប់ខ្ញុំឲ្យធ្វើបែបនេះដល់ជាសូមបានប្រាប់ទៅកាន់ថេរិនថាវាជាការល្អក្នុងការរៀបចំផ្លែប្រត្រីដើមការស្តាញ្ញាផ្លែសារីនិងផ្លែខ្វិតស្ងួតហើយមិនចាំបាច់ត្រូវធ្វើតាមលំដាប់ទាំងស្រុងក៏បានឬនេះមិនសូវសំខាន់ប៉ុន្មានទេហើយតាមការណែនាំគ្រាន់តែឲ្យឯងនិងមិត្តម្នាក់ទៀតទៅជាមួយគ្នាគឺគ្រប់គ្រាន់ហើយតែការនិយាយរបស់គាត់ហាក់បីជាអេះអុញដល់ឡើយហើយបូណាបន្ទាប់ពីស្ដាប់ការនិយាយរបស់ថេរីនេះមានអារម្មណ៍ថាសង្ស័យអ្មេចទេហើយរួចបានជាខ្ញុំមានអារម្មណ៍ថាមិនល្អណាស់អាក្រក់បែបនេះបន្ទាប់មកនាងក៏បាននិយាយទៅកាន់គីមថេរីរាល់ពេលដែលពួកយើងធ្វើពិធីនេះប៉ុន្តែត្រូវបានគីមថេរីនឹងបានកាត់ចង្វាក់ឲ្យតែពេលនឹងកាត់ចង្វាក់ដល់តែមានរឿងមិនល្អហើយនៅសល់តែទីនឹងឈាមនឹងឯងប៉ុន្តែឥឡូវនេះកំពុងតែមេឃភ្លៀង